ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ឬក៏ការដាក់ស៊ុំនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងនៅក្នុងកម្មវិធី Microsoft Word គឺការដាក់ស៊ុំគឺមាន2ប្រភេទគឺទី1គឺដាក់ស៊ុំទៅលើกระดาษដែលដាក់ស៊ុំទៅលើទំព័រជុំវិញទំព័រនិងមួយទៀតគឺដាក់ស៊ុំទៅលើកថាខណ្ឌឬក៏ដាក់ស៊ុំទៅលើអក្សរអញ្ចឹងនៅក្នុងន័យនេះខ្ញុំចង់បង្ហាញអំពីការដាក់ស៊ុំទៅលើស៊ុំទំព័រអញ្ចឹងដើម្បីដាក់ស៊ុំទំព័រគឺយើងចុចទៅលើម៉ឺនុយ Design បាទបន្តមកទៀតយើងចុចទៅលើម៉ឺនុយ Page Border អញ្ចឹងវាមាន Page Color និង Page Border អញ្ចឹងតើតើនឹងស៊ុំគឺ Page Border ចុចលើ Page Border នៅក្នុងចំណុចនេះគឺវាមានទម្រង់2គឺទី1គឺ Page Border និង Border អញ្ចឹងអ្នកនរគ្នាកុំច្រឡំពាក្យថា Border នេះគឺដាក់ស៊ុំអក្សរអញ្ចឹងខ្ញុំនឹងបង្ហាញក្នុងពេលតែមួយទៀតគឺ Page Border គឺដាក់ស៊ុំទៅលើទំព័រជុំវិញទំព័រឬក៏មិនជុំវិញទំព័រផ្នែកណាមួយនៃទំព័រអញ្ចឹងនេះគឺជា style ហៅថាប្រភេទរបស់ស៊ុំយើងចង់បានប្រភេទស៊ុំវាមិនឥឡូវទីហោខ្ញុំចង់បានស៊ុំមួយនេះបាទណាស៊ុំមួយនេះយើងចុចលើវាតែម្ដងបន្តមកទៀតមួយនេះគឺជា color បើយើងមិនត្រូវការទេយើងអូតូម៉ាទិកបើយើងចង់ដូរពណ៌ color គឺយើងអាចរើសពណ៌ color បានទីហោឥឡូវខ្ញុំចង់ដូរពណ៌ color ខ្ញុំចុចលើពណ៌នេះអញ្ចឹងស៊ុំរបស់យើងនៅកន្លែងនេះនឹងផ្លាស់ប្ដូរដែរកម្រាស់នេះ width នេះតើតើកម្រាស់ណាកម្រាស់របស់ស៊ុំតើយើងចង់បានស៊ុំកម្រាស់ទំហំប៉ុណ្ណាអញ្ចឹងយើងអាចរើសបានបាទហើយចំពោះការដាក់กระดาษរបស់យើងតាមធម្មតាវាមានលើក្រោមឆ្វេងស្ដាំអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដាក់តែផ្នែកណាខ្ញុំអានេះវាគឺវាពេញអញ្ចឹងបើសិនយើងចង់ដាក់ផ្នែកណាមួយនៃกระดาษឧទាហរណ៍យើងចង់អត់ដាក់ផ្នែកខាងលើទេឥឡូវខ្ញុំអូខេសិនណាខ្ញុំអូខេតើវានឹងចេញវាមិនបាទនេះគឺយើងដាក់ស៊ុំបែបនេះបាទស៊ុំជុំវិញទំព័រជុំវិញ page នីមួយៗបាទគឺពេញអញ្ចឹងបើយើងចង់ដោះផ្នែកណាមួយយើងចុចទៅលើ page border ហ្នឹងមកបន្ទាប់មកយើងទីខាងលើខាងក្រោមអត់ចង់ដាក់ទេអញ្ចឹងយើងចុចអានេះទៅដើម្បីផ្ដាច់ណាចុចឲ្យចំស៊ុំហ្នឹងមកអញ្ចឹងបានន័យថាយើងដាក់តែខាងហើយចុចអូខេមកអញ្ចឹងវាផ្នែកខាងលើវាអត់មានទេបាទអត់មានទេបាទអញ្ចឹងខ្ញុំចូលទៅវិញមួយទៀតតើតើនឹងការប្រើប្រាស់មិនមែនប្រើប្រាស់ស៊ុំបន្ទាត់ទេគឺស៊ុំយកលក្ខណៈរូបភាពអញ្ចឹងគឺយើងមើលនៅក្នុង art នេះមើលនៅក្នុងកន្លែងនេះវិញគឺ art អញ្ចឹងចុចលើ art មកយើងនឹងមានទម្រង់នេះថាជាទម្រង់ស៊ុំហើយឥឡូវទៀតខ្ញុំចង់បានពេទ្យប៉ោងអញ្ចឹងខ្ញុំចុចលើពេទ្យប៉ោងហ្នឹងមកបាទអញ្ចឹងយើងនឹងបានពេទ្យប៉ោងជាស៊ុំហើយ width របស់វាមានទំហំរបស់ស៊ុំអញ្ចឹងបើសិនជាយើងយក20តើវាចេញមិនឥឡូវ20បើយើងយក20ហ្នឹងតើពេទ្យប៉ោងវាចេញទំហំប៉ុណ្ណាគឺចេញប៉ុណ្នេះបាទព័ទ្ធជុំវិញហើយបើសិនជាយើងកែទំហំហ្នឹងឧទាហរណ៍ឥឡូវយើងដាក់តា19អញ្ចឹងពេទ្យប៉ោងយើងនឹងតូចណាស់នឹងតូចឥឡូវអូខេមើលអញ្ចឹងពេទ្យប៉ោងយើងនឹងតូចតិចទៅតោះនេះឡើយហ្នឹងគឺគិតថាអ្នកនរគ្នានឹងតន់មើលមួយទៅអញ្ចឹងអាស្រ័យទៅលើការដាក់ស៊ុំกระดาษហ្នឹងស៊ុំទំព័រគឺអាស្រ័យទៅលើការពេញចិត្តរបស់យើងដែលយើងមើលឃើញប៉ុណ្ណាស្អាតយើងដាក់ប៉ុណ្ណឹងមកបាទហើយអានេះ option នេះយើងមិនលេងក៏បានដែរអានេះគឺយើងអាចសេរីឲ្យផ្នែកខាងលើវាទៅដល់ត្រឹមណាផ្នែកឆ្វេងវាទៅដល់ត្រឹមណាបើថាឲ្យវាចូលក្នុងបន្តិចឬក៏ចេញក្រៅបន្ថែមទៀតអញ្ចឹងយើងអាចសេរីតាមហ្នឹងមកឧទាហរណ៍ឥឡូវខ្ញុំចង់ឲ្យអាពេទ្យប៉ោងអង្គិលទៅលើបន្តិចអញ្ចឹងខ្ញុំបន្ថយវាតិចមកបាទអាចថាបន្ថយបាទយក14ឥឡូវខ្ញុំបន្ថយ12អញ្ចឹងអូខេទេតែយ៉ាងម៉េចអូខេអញ្ចឹងពេទ្យប៉ោងហ្នឹងវានឹងកិលទៅលើតិចទៅដើម្បីឲ្យយើងអាចសេរីអក្សររបស់យើង margin របស់យើងឲ្យទៅលើតិចទៅហ្នឹងការតេទៅនឹងការដាក់ស៊ុំហើយចំពោះការដាក់ស៊ុំគឺយើងទៅសេបើថាអត្ថបទរបស់យើងមានច្រើនទំព័រអញ្ចឹងយើងកុំអាខ្វាយខ្វល់នឹងស៊ុំឬក៏យើងអាចរៀបចំមិនស្រាច់យើងទេអញ្ចឹងកាលណាឧទាហរណ៍ឥឡូវរបស់យើងមាន1ទំព័រអញ្ចឹងកាលណាយើងដាក់ស៊ុំហើយនៅពេលដែលយើងចូលស្លឹកមួយទៀតនៅពេលដែលខ្ញុំបង្កើតស្លឹកឯកការថ្មីមួយទៀតវានឹងលោតស៊ុំដោយស្វ័យប្រវត្តិអូតូម៉ាទិកទៅទំព័រថ្មីបាទនេះគឺជាការប្រើប្រាស់ស៊ុំ page border ហើយមួយទៀតគឺតេទៅនឹង border ចូលដល់ border វិញឧទាហរណ៍ឥឡូវខ្ញុំសរសេរwelcome
come to Cambodia បាទតោះមកខ្ញុំចង់ដាក់សុំអក្សរហ្នឹងខ្ញុំយកទៅកណ្ដាលមកសិនថាឡើងទំហំបន្តិចសនុកមើលអញ្ចឹងដើម្បីដាក់សុំ welcome to Cambodia ខ្ញុំ select លើវាតោះមកខ្ញុំចូលទៅ design page border ដូចគ្នាតបមកទៀតខ្ញុំអត់យក page border ទេណាខ្ញុំអត់យកអាហ្នឹងទេខ្ញុំចុចលើ border ដោយសារយើងបើកាលណាយើង page border គឺដាក់សុំទំព័រអញ្ចឹងយក border តបមកយើងអាចរើសបាទរើសប្រភេទសុំហ្នឹងមកយកនេះបាទហើយអានេះ automatic color យើងចង់រើសក៏បានយើងចង់ដូរ color ក៏បានបាទហើយ width នេះយើងប៉ុណ្្នឹងដែរតបមកនេះ paragraph នេះវាមាន2 apply to នេះ apply to គឺវាមានជំរើសឲ្យយើងជ្រើសរើសទី1គឺ apply to paragraph អញ្ចឹងយើងត្រូវដឹងថាស្អីគេ paragraph ន័យថាមួយជួរឬក៏ច្រើនជួរអាស្រ័យលើអត្ថបទរបស់យើងអញ្ចឹងបើយើងយក paragraph អញ្ចឹងវានឹងពេញមួយជួរនឹងតែម្ដងវានឹងពេញមួយជួរនៃអក្សរហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំយក paragraph ជាមួយខ្ញុំចុច OK គឺវាពេញមួយជួរអក្សរហ្នឹងមិនមែនត្រឹមតែអក្សរទេអញ្ចឹងបើយើងចង់បានត្រឹមតែអក្សរយើង border ដដែលយើងដូរកន្លែង apply ហ្នឹងណាយើងចុចលើ border មកអត់យក page border ទេគឺយក border ចុចលើកន្លែង apply to យើងយកពាក្យ text បាទអញ្ចឹង OK មកវាដោយសារយើងដាក់អានោះមុនហើយណាយើងដាក់អត់ដាក់អានោះ border page border យក border apply to text បាទយើងរើសសាសថ្មីអត់តបានរើសបាទហើយយក apply to text OK មកអញ្ចឹងគឺវាបានប៉ុណ្នេះអញ្ចឹងអាមួយគឺ apply to text អាមួយគឺ apply to paragraph វាមានលក្ខណៈខុសគ្នាបែបហ្នឹងបាទសូមអរគុណច្រើនចំពោះការតាមដាន